ញាក់ព្រឹកឡើងប្តីឲ្យ50000អាលុយចាស់មិនតាន់ចាយអស់ហងអាលុយថ្មីក៏ចូលមកហាក់ជីវិតនេះពុកម៉ែបងប្អូនខ្លះក៏ឆ្ងល់ថាខ្ញុំធ្វើបុណ្យអញ្ចឹងអត់ខ្លាចអស់លុយទេចាពុកម៉ែបងប្អូនខ្ញុំធ្វើហើយខ្ញុំចេះតែបានកុសលផលបុណ្យនឹងចេះតែចូលមកហៅហែរឿងល្អបើនិយាយពីស្រុកខ្មែរក្នុងឆ្នាំនេះខ្ញុំចុះទៅញឹកមែនតែនមកសួរថាចុះធ្វើអីចុះទៅបំពេញបុណ្យព្រោះជីវិតសុបាយនឹងធ្វើបុណ្យពេលខ្លះដូចបងប្អូនឃើញអញ្ចឹងខ្ញុំចុះទៅបំពេញបុណ្យខ្ញុំអត់យកកូនយកប្តីទៅទេហើយពេលដែលខ្ញុំទៅស្រុកខ្មែរបើនិយាយអារម្មណ៍ពិតខ្ញុំអត់ដែលនឹកពួកគាត់សោះតែហ្មងគឺអារម្មណ៍ខ្ញុំផ្ដោតតែរឿងធ្វើបុណ្យខ្ញុំពេលទៅដល់ស្រុកខ្មែរខ្ញុំឃើញអ្នកដែលគាត់ខ្វះខាតជួបទុក្ខលំបាកអញ្ចឹងខ្ញុំមានការអាណិតអាសូរចំពោះគាត់ហើយដល់ពេលមកដល់សៀមរាបខ្ញុំគិតថានោះជាដូចជាផ្ទះដូចជាទឹកដីកំណើតរបស់យើងអញ្ចឹងមានអារម្មណ៍ថាកក់ក្ដៅហើយសុវត្ថិភាពធំធេងជ្រះថ្លានឹងបុណ្យជ្រះថ្លានឹងទានជ្រះថ្លានៅរឿងទង្វើល្អបងប្អូនមិត្តភ័ក្តិញាតិមិត្តពេលខ្លះខ្ញុំគិតថានឹកក៏មិនដឹងបានអីឈឺចាប់ក៏មិនដឹងបានអីក៏ប៉ុន្តែមនុស្សយើងបើរស់នៅក្បែរគ្នាគួរតែផ្ដល់ក្តីស្រឡាញ់ឲ្យគ្នាមើលថែគ្នាដូចខ្ញុំអញ្ចឹងបើខ្ញុំទៅដល់ស្រុកខ្មែរទៅឆ្ងាយហើយគួរតែបំពេញកិច្ចការណាដែលយើងគួរធ្វើហើយឲ្យខ្លួនឯងមានក្តីសុខផ្លូវចិត្តនិងផ្លូវកាយហើយប្រព្រឹត្តតែរឿងល្អនិយាយមួយម៉ាត់ទៅថាការប្រើប្រាស់ពេលវេលាបានល្អប្រសើរហើយឆាប់ខាងមុខនេះខ្ញុំក៏ត្រៀមនឹងចុះទៅស្រុកខ្មែរជាមួយនឹងក្រុមគ្រួសារទៅបំពេញបុណ្យទានទាំងអស់គ្នាជុំតែម្ដងបើសួរថាខេត្តណាដែលខ្ញុំទៅចឹងចាំដល់ពេលហ្នឹងបងប្អូននឹងឃើញហើយអញ្ចឹងណាហើយក៏សូមជូនពរពុកម៉ែបងប្អូនដែលអ្នកគាំទ្រវីដេអូរបស់ខ្ញុំរួមទាំងមិត្តភ័ក្តិរួមទាំងសាច់ញាតិអ្នកដែលស្រឡាញ់ខ្ញុំទាំងអស់ជូនពរជួបតែក្តីសុខចម្រុងចម្រើនមានលៀបមានជ័យជោគជ័យគ្រប់ភារកិច្ចទាំងអស់ថាញាតិចិត្តញាតិឆ្ងាយញាតិនៅក្នុងក្រៅប្រទេសអីគឺទទួលបានតែសេចក្តីសុខគ្រប់ក្រុមគ្រួសារសូមបញ្ជាក់មួយទៀតថាតែខ្ញុំចូលចិត្តធ្វើបុណ្យជាមួយបុគ្គលបែបណាចាបុគ្គលដែលគាត់ពិការដូចជាបងស្រីនេះអញ្ចឹងបងប្អូនដឹងហើយទី1គាត់ត្រូវការផ្ដល់ក្តីស្រឡាញ់ការលើកទឹកចិត្តហើយមួយទៀតការផ្ដល់ឲ្យអ្នកពិការគាត់ពិបាកទៅបំពេញកិច្ចការណាស់ហើយធ្វើបុណ្យមួយចំណែកទៀតធ្វើបុណ្យជាមួយនឹងចាស់ព្រឹទ្ធាចារ្យដែលគាត់មានសិលមានទានស្រស់ស្អាតបរិសុទ្ធឬក៏ចាស់ទុំស្រស់ស្អាតបរិសុទ្ធការគោរពស្រឡាញ់ឬក៏ហៅថាប្រណិប័តណានឹងការមើលថែនិងការផ្ដល់ឲ្យដូចគ្នាដែរដូចកន្លងមកពុកម៉ែបងប្អូនឃើញចឹងពីមុនក៏ខ្ញុំធ្លាប់បានបួសទៅបំពេញទានតាំងពីឆ្នាំ2022នឹងការសន្សំសេចក្តីល្អហ្នឹងគឺសន្សំមករហូតតាំងពីក្មេងនិងមកទល់បច្ចុប្បន្នតែបើអតីតជាតិនោះខ្ញុំមិនដឹងទេខ្ញុំគិតថារស់ថ្ងៃហ្នឹងធ្វើថ្ងៃហ្នឹងឲ្យល្អប្រសើរបំផុតទៅជីវិតមានន័យមើលឃើញរូបភាពនេះហើយមានអារម្មណ៍ចិត្តជ្រះថ្លាចង់បួសម្សាទៀតហើយបងប្អូនមានសង្កេតទេមើលវីដេអូក្បាលដំបូងដល់បច្ចុប្បន្នខ្ញុំចូលចិត្តទៅកន្លែងកំពុងតែស្វែងគុំនេះខ្ញុំលាចាកសិក្ខាបទមកคล้ายទៅជាប្រសក់ធម្មតាហើយគឺថាក៏នៅតែចូលចិត្តទៅកន្លែងហ្នឹងដងខ្ញុំបានចងភ្ជាប់ជាមួយព្រះពុទ្ធព្រះធម៌
ហើយនឹងសេចក្តីល្អជាពិសេសគឺបេះដូងខ្ញុំប្រគល់ឲ្យមាតុភូមិកម្ពុជាទឹកដីកំណើតរបស់ខ្ញុំឯស្នេហាខ្ញុំអត់មានសិទ្ធិជ្រើសរើសថាតើនឹងយកគ្រួសារបែបម៉េចដល់ពេលធម្មជាតិឲ្យមកបែរជាខ្ញុំបានគ្រួសារបរទេសអានឹងធ្វើម៉េចជាឧបនិស្ស័យរបស់ខ្ញុំគូពីអតីតជាតិមកដល់បច្ចុប្បន្នរបស់ខ្ញុំគេថាងូតទឹកបានស្អាតចំណែកខ្ញុំសប្បាយចិត្តជ្រះថ្លាដោយការធ្វើបុណ្យនិងសន្សំសេចក្តីល្អបានដោះប្រស្នាជីវិតថាទឹកដែលស្អាតនោះគឺទឹកចិត្តមនុស្សដែលមានបុណ្យទៅជួយយើងបានដូចជាយើងមានធម៌ពលមុនយើងនិយាយថាអ្នកមានសន្សំលុយបានច្រើនគាត់មានលុយដាក់សម្រាប់ដាក់កងធនាគារអញ្ចឹងបើគាត់ចង់ផ្ដល់ជនណាម្នាក់ក៏អាចមានលទ្ធភាពដែរឬក៏អ្នកមានអំណាចគាត់ចង់ជួយអ្នកណាម្នាក់ទួនាទីការងារចឹងក៏គាត់អាចជួយបានដែររីឯបុណ្យបើយើងខិតខំសន្សំបុណ្យដោយសេចក្តីល្អយើងក៏អាចយឹតយោងខ្លួនឯងឬក៏កូនចៅរបស់យើងមិនអាចជះទៅច្រើនតែក៏អាចជះចំហាយទៅកាន់កូនចៅយើងបានច្រើនដែរឬក៏អាចទៅកាន់ញាតិមិត្តរបស់យើងហើយដែលខ្ញុំចូលចិត្តធ្វើបុណ្យហើយធ្វើបុណ្យទៀតបន្តពលការរស់ជាមនុស្សខ្ញុំប្រកាន់ភ្ជាប់បញ្ញានិងស្មារតីមានគុណធម៌និងស្មោះត្រង់ជាពិសេសយ៉ាងណាក៏ដោយព្រះអង្គថ្ងៃមានព្រះអូចាមានទេតោះឥឡូវមកពុកសិនតោះអីចាំមកមាននិស័យមកបងឯងជូនណាជូនទៅញ៉ាំអីយកទៀនចង់ធ្វើអីទៅចង់យ៉ាងឥឡូវគេហៅថាការពេញបុណ្យយើងមិនងាយបានឱកាសមកទេអញ្ចឹងគេហៅរស់ដើម្បីបុណ្យសេចក្តីល្អគឺមានតម្លៃគេសួរធ្លាប់សួរថាខ្ញុំមិនមានហើយអញ្ចឹងអត់ឡើងខ្វះខ្ញុំប្រាប់ថាអ្វីខ្ញុំនៅខ្វះគឺខ្វះបុណ្យចង់បន្ថែមបុណ្យនៅខ្ញុំការបែរស្រឡាញ់បុណ្យចាហើយនេះកូនបន្ថែមជូនថវិកាផ្សេងអានេះពេលលោកដៃទៅវត្តនឹងជួយពេញនំតាមហៅតាទីខ្លួនទីទឹកដល់ទីកន្លែងណាកូនជួបតែអ្នកអរជួបតែសេចក្តីសុខ